ជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានៅក្នុងពិភពលោកដែលកំពុងស្ថិតក្នុងយុគសម័យនៃការប្រកួតប្រជែងបច្ចេកវិទ្យាយ៉ាងជ្រួញស្រែកប្រទេសដែនកោះដ៏ធំសម្បើមមួយในអាស៊ីអាគ្នេយ៍បានបង្ហាញខ្លួនជាតួអង្គដ៏លេចធ្លោបំផុតមួយនោះគឺប្រទេសឥណ្ឌូនេស៊ីពីប្រទេសដែលមានប្រវត្តិសាស្ត្រតស៊ូដ៏យូរអង្វែងឥណ្ឌូនេស៊ីបានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យានិងនវានុវត្តន៍ដ៏រស់រវើកនៅក្នុងវីដេអូថ្ងៃនេះយើងនឹងស្វែងយល់ពីប្រវត្តិសាស្ត្រសង្ខេបអ្នកដឹកនាំដែលនៅពីក្រោយភាពជោគជ័យការរីកចម្រើនបច្ចេកវិទ្យានិងការវិនិយោគនិងភាពខ្លាំងដ៏អស្ចារ្យរបស់ជាតិតោះចាប់ផ្ដើមទាំងអស់គ្នាទី1ប្រវត្តិសាស្ត្រសង្ខេបរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីយល់ដឹងពីភាពជោគជ័យនៅថ្ងៃនេះយើងត្រូវក៏លេចមើលប្រវត្តិសាស្ត្រដ៏រឹងមាំរបស់ឥណ្ឌូនេស៊ីជាមុនសិនឥណ្ឌូនេស៊ីគឺជាប្រទេសដែនកោះដ៏ធំបំផុតមួយនៅក្នុងពិភពលោកដែលមានប្រវត្តិសាស្ត្រនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមហូឡង់យ៉ាងស្វិតស្វាញរហូតទទួលបានជ័យជំនះនៅឆ្នាំ1945ក្រោមការដឹកនាំរបស់ស្ថាបនិកជាតិដូចជាលោកសាកាណូឥណ្ឌូនេស៊ីបានបង្រួបបង្រួមកោះរាប់ម៉ឺននិងប្រជាជនរាប់រយជនជាតិឲ្យរស់នៅក្រោមពាក្យស្លោកឯកភាពនៅក្នុងភាពចម្រុះឆ្លងកាត់ដំណាក់កាលនៃការកសាងសេដ្ឋកិច្ចនៅក្នុងសម័យកាលលំដាប់ថ្មីនិងការផ្លាស់ប្ដូរទៅជាប្រទេសប្រជាធិបតេយ្យពេញលេញនៅចុងទសវត្សរ៍ឆ្នាំ90ឥណ្ឌូនេស៊ីបានចាប់ផ្ដើមបោះជំហានយ៉ាងលឿនទៅរកទំនើបកម្មនៅក្នុងរយៈពេលពីទសវត្សរ៍ចុងក្រោយនេះឥណ្ឌូនេស៊ីបានប្រែក្លាយខ្លួនពីប្រទេសដែលពឹងផ្អែកលើកសិកម្មនិងធនធានធម្មជាតិទៅជាប្រទេសដែលមានសេដ្ឋកិច្ច Digital រីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទី2អ្នកដឹកនាំបច្ចុប្បន្ននិងចក្ខុវិស័យយុទ្ធសាស្ត្រភាពជោគជ័យដែលឃើញនៅថ្ងៃនេះគឺការចេញពីចក្ខុវិស័យដ៏មុតស្រួចរបស់អ្នកដឹកនាំឥណ្ឌូនេស៊ីបច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto ឥណ្ឌូនេស៊ីបានដាក់ចេញនូវយុទ្ធសាស្ត្រ Asta Sita ដែលជាកម្មវិធីអភិភាពជាតិដើម្បីជំរុញការអភិវឌ្ឍគ្រប់វិស័យរួមទាំងបច្ចេកវិទ្យាផងដែរលោកប្រធានាធិបតី Prabowo បានចាត់ទុកបច្ចេកវិទ្យាជាកម្លាំងចលករដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ជាតិនិងការជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំចក្ខុវិស័យរបស់អ្នកដឹកនាំបច្ចុប្បន្នគឺធ្វើការបរិវត្តកម្ម Digital នៅក្នុងវិស័យសាធារណៈឬ GovTech ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿនមានប្រសិទ្ធភាពនិងតម្លាភាពលើសពីនេះពួកគេបានផ្ដោតសំខាន់លើការធ្វើ Digital ភាវូបនីយកម្មនៅក្នុងវិស័យអប់រំដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឲ្យមានសមត្ថភាពខ្ពស់នៅក្នុងយុគសម័យបច្ចេកវិទ្យា3ការរីកចម្រើនបច្ចេកវិទ្យាក្នុងប្រទេសឥឡូវនេះយើងមកពិនិត្យមើលការរីកចម្រើនបច្ចេកវិទ្យាជាក់ស្ដែងដែលកំពុងផ្លាស់ប្ដូរមុខមាត់របស់ឥណ្ឌូនេស៊ីអាគុយយានយន្តអគ្គិសនី EV Battery ឥណ្ឌូនេស៊ីកំពុងក្លាយជាមជ្ឈមណ្ឌលផលិតអាគុយ EV ដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោកតាមរយៈការកែច្នៃរ៉ែនីកែលនៅក្នុងស្រុកពួកគេគឺជាប្រទេសដំបូងគេនៅក្នុងអាស៊ានដែលផលិតអាគុយ EV ដោយខ្លួនឯងទីក្រុងវៃឆ្លាត Nusantara Smart City រាជធានីថ្មី Nusantara ឬ IKN ត្រូវបានកសាងឡើងជាទីក្រុងវៃឆ្លាតដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបថាមពលបៃតងនិងប្រព័ន្ធដឹកជញ្ជូនស្វ័យប្រវត្តិកម្មដើម្បីធានានូវរាល់ការរស់រានប្រកបដោយចីរភាពការតបជាប់តាមរយៈផ្កាយរណបសត្រាវ័នផ្កាយរណបសត្រាវ័នបានជួយតបជាប់សេវាអ៊ីនធឺណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាលជាង 31,000 កន្លែងនៅទូទាំងប្រទេសដែលជួយកាត់បន្ថយគម្លាត Digital យ៉ាងមានប្រសិទ្ធភាពបញ្ញាសិប្បនិម្មិត AI ឥណ្ឌូនេស៊ីកំពុងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា AI ជាតិ Indonesia AI Nation ដើម្បីអភិវឌ្ឍសមត្ថភាព AI ក្នុងស្រុកនិងការស្រាវជ្រាវបែបវិទ្យាសាស្ត្រទី4ការវិនិយោគលើបច្ចេកវិទ្យាបច្ចុប្បន្នដើម្បីរក្សាភាពឈានមុខគេឥណ្ឌូនេស៊ីបានទាក់ទាញការវិនិយោគដ៏មហិមាពីក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកក្រុមហ៊ុនយ៉ាង Nvidia និង Indosat បានបោះទុនវិនិយោគ$200 លានដើម្បីកសាងមជ្ឈមណ្ឌល AI នៅទីក្រុង Solo ដែលជាមជ្ឈមណ្ឌល AI ដំបូងគេនៅក្នុងតំបន់
ទន្ទឹមនឹងនេះក្រុមហ៊ុន Microsoft និង Google ក៏បានប្រកាសការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរនៅក្នុងវិស័យយានយន្តអគ្គិសនីក្រុមហ៊ុនធំៗដូចជា BIP, Hyundai និង VinFast កំពុងសាងសង់រោងចក្រផលិតរបស់ពួកគេដែលនាំមកនូវបច្ចេកវិទ្យាទំនើបៗនិងបង្កើតការងាររាប់ម៉ឺនកន្លែងលើសពីនេះការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ Data Center ខ្នាតយក្សក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច Digital 5. ភាពខ្លាំងរបស់ប្រទេសតែអ្វីជាភាពខ្លាំងដែលធ្វើឥណ្ឌូនេស៊ីមានឧត្តមភាពនៅក្នុងការប្រកួតប្រជែងនេះភាពខ្លាំងទី1គឺធនធានធម្មជាតិដ៏មហិមាជាពិសេសគឺ Rare Nickel ដែលជាវត្ថុធាតុដើមដែលមិនអាចខ្វះបានសម្រាប់ផលិតអាគុយ EV ភាពខ្លាំងទី2គឺភាគលាភប្រជាសាស្ត្រ Demographic Dividend ដែលមានន័យថាឥណ្ឌូនេស៊ីមានកម្លាំងពលកម្មវ័យក្មេងនិងពូកែខាងបច្ចេកវិទ្យាយ៉ាងច្រើនលើសលប់ភាពខ្លាំងទី3គឺទំហំទីផ្សារក្នុងស្រុកដ៏ធំសម្បើមដែលផ្ដល់ឱកាសឲ្យក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ Startup រីកចម្រើនយ៉ាងឆាប់រហ័សភាពខ្លាំងចុងក្រោយគឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដែលជាស្ពានតភ្ជាប់រវាងទ្វីបអាស៊ីនិងអូស្ត្រាលីដែលធ្វើឲ្យឥណ្ឌូនេស៊ីក្លាយជាមជ្ឈមណ្ឌលភស្តុភារនិងបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងតំបន់ជាចុងក្រោយយើងឃើញថាឥណ្ឌូនេស៊ីគឺជាគំរូដ៏អស្ចារ្យនៃការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រដ៏រឹងមាំការដឹកនាំដែលមានចក្ខុវិស័យនិងការប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនដើម្បីកសាងអនាគតតាមរយៈការវិនិយោគនិងនវានុវត្តន៍ឥតឈប់ឈរឥណ្ឌូនេស៊ីបានបង្ហាញឲ្យពិភពលោកឃើញថាខ្លួនជាអ្នកដឹកនាំបច្ចេកវិទ្យាដ៏សំខាន់ម្នាក់នៅក្នុងយុគសម័យ Digital